얼마나 있습니까? 얼마나 있습니까? 안녕하세요 បាទសួស្តីបងប្អូនថ្ងៃនេះយើងមករៀនពីកលឹះធ្វើវិញ្ញាសាប្រភេទគេសួររយចំនួនណាអញ្ចឹងពាក់ព័ន្ធមួយចំនួនទាំងអស់ហ្នឹងភាគច្រើនគេរាប់ជាមួយនឹងលេខបែបកូរ៉េសុទ្ធណាបងប្អូនណាទៅចេះលេខហាណាហាន់ធូធូសេតសេណេតណេណា1 2 3 4រហូតដល់10 20អញ្ចឹងទៅចេះលេខទាំងអស់ហ្នឹងហើយនឹងចេះពាក្យមួយចំនួនទៀតដែលនៅចុងវីដេអូយើងនឹងសិក្សាពាក្យកលឹះទាំងអស់នោះឥឡូវយើងមកដោះស្រាយវិញ្ញាសានេះសិន តោះអញ្ចឹងគេសួររកចំនួនម្នាក់គេថាតើចំនួនហ្នឹងមានប៉ុន្មានណាបើនិយាយទៅរូបនេះរូបអីគេដែរឥឡូវយើងស្ដាប់ចម្លើយទី1តើទី1គេថាមិនដែរ 한 벌 있습니다. 한 벌 있습니다. នៅក្នុងចម្លើយទី1គេថាហាន់7ហាន់នឹងលេខ1បងណាហាន់នឹង1ចំនួន1 7សម្រាប់រាប់ចំនួន complex អញ្ចឹងហាន់7 ismida មានថាមាន1 complex តែជាក់ស្ដែងនេះរូបនេះមិនមែន1ទេគឺ2 2 7បានត្រូវអញ្ចឹងចម្លើយទី 1A នឹងអត់ត្រូវទេតែយើងស្ដាប់ចម្លើយ B មើល 두 벌 있습니다. 두 벌 있습니다. បាទអញ្ចឹងចម្លើយ B នឹងត្រូវហើយណា two ball ismida two ball two លេខ2ហ្នឹងហើយ two ball មានន័យថា2 complex អញ្ចឹងយើងមើលរូបនេះមកគឺ2 complex គឺត្រឹមត្រូវហើយចម្លើយ B ណាចម្លើយទី2ហ្នឹងត្រឹមត្រូវយើងចុចលើនឹងមកតោះទី3មិនបានខុស 한 대 있습니다. 한 대 있습니다. បាទចម្លើយទី3ចម្លើយ C ហ្នឹងហាន់ទេហាន់មួយទេហ្នឹងសម្រាប់រាប់ចំនួនគ្រឿងអេឡិចត្រូនិកឬក៏គ្រឿងម៉ាស៊ីនអីទេអញ្ចឹងយើងត្រូវចេះពាក្យកលឹះទាំងអស់ហ្នឹងសម្រាប់អ្នកនរគ្នាដែលថ្មីយើងនឹងសិក្សាពាក្យកលឹះទាំងអស់ហ្នឹងនៅចុងវីដេអូណាចាឥឡូវស្ដាប់ចម្លើយទី4ចម្លើយ D មិនបានខុស 두 대 있습니다. 두 대 있습니다. បាទអញ្ចឹងចម្លើយទី4ចម្លើយ D ហ្នឹងគេថា two ទេ ismida two ទេមានន័យថា2គ្រឿងបាទ2គ្រឿងកន្លែង two 2ទេហ្នឹងសម្រាប់រាប់ចំនួនគ្រឿងម៉ាស៊ីនគ្រឿងអេឡិចត្រូនិកទេវាអត់ត្រូវទេណាអញ្ចឹងចម្លើយដែលត្រូវគឺនេះ two ball two ball ចម្លើយ B មិញ two ball ismida មានន័យថាមាន2 play អញ្ចឹងចម្លើយហ្នឹងគឺចម្លើយ B វិញ្ញាសាមួយហ្នឹងណាវិញ្ញាសាមួយនេះជាទូទៅតែងតែមានចេញនៅក្នុងការប្រឡងភាគរយច្រើនដែលវាចេញណាបងប្អូនយើងបងប្អូនត្រូវចេះពាក្យកលឹះទាំងអស់នេះបាទអញ្ចឹងបងប្អូនត្រូវទន្ទិញពាក្យទាំងអស់នេះឲ្យចាំសម្រាប់បងប្អូនដែលត្រៀមប្រឡងហើយអត់ធ្លាប់ជួបវិញ្ញាសាប្រភេទហ្នឹងណាត្រូវទន្ទិញពាក្យកន្លែងនេះណាតោះខន់ក្បាលកន្លែងក្បាលកន្លែងនេះគឺសម្រាប់រាប់ក្បាលសភៅឧទាហរណ៍សភៅបានក្បាលហ្នឹងគេប្រើខន់ឧទាហរណ៍ហាន់ខន់មានថាមួយក្បាលអីគឺមួយក្បាលសភៅណាសភៅមួយក្បាលអញ្ចឹងទៅអញ្ចឹងខន់នឹងសម្រាប់រាប់ចំនួនក្បាលសភៅយើងចេះពាក្យកលឹះអស់ហ្នឹងទៅចេះលេខបែបកូរ៉េផងគឺ Hana Thu Set Net Thasot Yosot Ilkup Yodol Hub Yol ហ្នឹងពី1ដល់10ឲ្យច្បាស់ហើយត្រូវចេះលេខកន្លែងហ្នឹងឲ្យច្បាស់តោះទៅទៀតពាក្យម៉ារីនេះក្បាលដែរប៉ុន្តែរាប់ចំនួនក្បាលសัตว์ណាឧទាហរណ៍គេនិយាយថាហាន់ម៉ារីមានន័យថាមួយក្បាលឧទាហរណ៍សัตว์អីផ្សេងឲ្យតែសัตว์គឺគេប្រើម៉ារីសម្បីតែប្រភេទត្រីក៏គេអាចប្រើម៉ារីនឹងដែរណាត្រីក៏ប្រើពាក្យម៉ារីនឹងដើម្បីរាប់ដែរបើត្រី2ក្បាលគេធូម៉ារីត្រី3ក្បាលគេសេម៉ារីទៅទៀតពាក្យស៊ងអ៊ីគឺរាប់ចំនួនចង្កោមដូចជាចង្កោមទំពាំងបីជូរក៏អាចប្រើស៊ងអ៊ីនឹងដែរអឺតងកន្លែងនេះគឺសម្រាប់រាប់ចំនួនមួយតងពីរតងណាគឺប្រើស៊ងអ៊ីនឹងដែរតងផ្កាតងអីហ្នឹងកន្លែងនេះស្និតកន្លែងនេះគឺមិនស្និតសសក់ទេគឺសម្រាប់រាប់ចំនួនចេកបងណាចេកមួយស្និតចេកពីរស្និតអីហ្នឹងគឺប្រើស៊ងអ៊ីហ្នឹងឯងអញ្ចឹងយើងត្រូវចេះពាក្យកលឹះទាំងអស់ហ្នឹងបន្តមកទៀតឆាំងសន្លឹកផ្ចង់ដបឧទាហរណ៍កន្លែងផ្ចង់នេះឧទាហរណ៍ជាប្រភេទដបឲ្យតែដបអីក៏ដោយឲ្យតែប្រភេទដាក់ដបគឺឧទាហរណ៍ហាន់ផ្ចង់មានន័យថាមួយដបធូរផ្ចង់ពីរដបអីចឹងទៅឆាននេះកែវឬក៏ពែងឧទាហរណ៍កាហ្វេឧទាហរណ៍ទឹកអីចឹងឲ្យតែដាក់លើកែវដាក់លើពែងអាហ្នឹងគេប្រើពាក្យលើសវាឆាន់ហ្នឹងឯងឧទាហរណ៍ហាន់ឆាន់ឧទាហរណ៍យើងនិយាយថាមុលហាន់ឆាន់មុលទឹកអញ្ចឹងមុលហាន់ឆាន់មានទឹកមួយកែវឬក៏ទឹកមួយពែងអញ្ចឹងទៅឬក៏ coffee ហាន់ឆាន់ coffee ហាន់ឆាន់ឬក៏ coffee ធូឆាន់មានកាហ្វេ2កែវកាហ្វេ2ពែងអីចឹងណាឆាន់កន្លែងនេះគឺសម្រាប់រាប់ចំនួនកែវចំនួនពែងឆេកន្លែងនេះរាប់
ចំនួនអគារឬក៏ចំនួនផ្ទះឆេតោះតែកន្លែងនេះរាប់ចំនួនគ្រឿងមួយគ្រឿងពីរគ្រឿងគឺរាប់ទៅលើគ្រឿងអេឡិចត្រូនិកនិងយានយន្តណាសូម្បីតែកង់ក៏ប្រើថែនឹងដែរឧទាហរណ៍ឆាឆុនកហាន់តែឆាឆុនកហាន់តែយើងបកថាកង់មួយគ្រឿងនេះណាឆាឆុនកធូតែឆាឆុនកធូតែយើងនិយាយថាកង់ពីរគ្រឿងអញ្ចឹងសូម្បីតែកង់ក៏ប្រើខ្នាតតែនឹងដែរម៉ូតូឡានអីហ្នឹងគេប្រើតែហ្នឹងហើយគ្រឿងអេឡិចត្រូនិកមានដូចជាទូរស័ព្ទម៉ាស៊ីនបោកគក់ទូទឹកកកអីហ្នឹងពាក់ព័ន្ធមួយគ្រឿងអេឡិចត្រូនិកអីផ្សេងគេប្រើអាហ្នឹងណាប្រើតែហ្នឹងដល់រាប់យើងត្រូវចេះពាក្យទៅលើទាំងអស់ហ្នឹងបងប្អូនពាក្យ ខកន្លែងនេះសម្រាប់រាប់ចំនួនទូទៅរាប់វត្ថុធាតុឬក៏ផ្លែឈើមួយចំនួនអីហ្នឹងគេប្រើខហ្នឹងដែរឧទាហរណ៍សាខ្វាហាន់ហ្គេមានន័យថាផ្លែប៉ោមមួយផ្លែកន្លែងហ្នឹងខហ្នឹងគឺអាចរាប់បានច្រើនណារាប់វត្ថុក៏បានរាប់ចំនួនផ្លែឈើមួយចំនួនទៀតក៏បានតើហើយនៅមានពាក្យកន្លែងនេះទៀតខ្យល់លេកន្លែងនេះគឺសម្រាប់រាប់ចំនួនគូស្បែកជើងឬក៏គូស្រោមជើងស្បែកជើងមួយគូស្រោមជើងមួយគូស្រោមដៃស្រោមអីហ្នឹងប្រភេទជាគូអញ្ចឹងគឺគេប្រើខ្យល់លេឧទាហរណ៍ឆាំងកាប់ហាន់ខ្យល់លេអញ្ចឹងឆាំងកាប់ស្រោមដៃហាន់ខ្យល់លេមួយគូអញ្ចឹងឆាំងកាប់ហាន់ខ្យល់លេយើងនិយាយថាស្រោមដៃមួយគូអញ្ចឹងខ្យល់លេហ្នឹងគឺសម្រាប់រាប់ចំនួនគូស្បែកជើងស្រោមជើងឬក៏ស្រោមដៃអីហ្នឹងយើងត្រូវចេះកន្លែងហ្នឹងអានេះគឺផលវិញ្ញាសាយើងរៀនដើមវីដេអូមិញហ្នឹងផលកន្លែងហ្នឹងគឺ complex សម្រាប់រាប់ចំនួនខោអាវណាហើយតែប្រភេទខោអាវដែលយើងស្លៀកពាក់ហ្នឹងគឺគេប្រើផលហើយឧទាហរណ៍ហាន់ផលមួយ complex ឈីម៉ាហាន់ផលមានន័យថាសំពត់មួយអញ្ចឹងទៅឈីម៉ាធូផលសំពត់ពីរអញ្ចឹងទៅនិយាយទៅពាក់ព័ន្ធមួយសម្លៀកបំពាក់គឺគេប្រើផលហ្នឹងឯនៅខាងក្រោយហ្នឹងតោះឥឡូវយើងមើលពាក្យឆក់កន្លែងនេះគឺរាប់ចំនួនគ្រឿងដែរប៉ុន្តែគ្រឿងហ្នឹងគឺគ្រឿងនីវាបងប្អូនគ្នាគ្រឿងនីវាគេប្រើឆក់ហ្នឹងហើយណារាប់កប៉ាល់រាប់ទូកអីហ្នឹងណាអ្វីដែលវានៅលើទឹកគ្រឿងនីវាលើទឹកណាបងប្អូនអញ្ចឹងប្រើឆក់តោះស៊ីកាន់កន្លែងនេះចំនួនម៉ោងឧទាហរណ៍ហាន់ស៊ីកាន់ចំនួន1ម៉ោងធូស៊ីកាន់ចំនួន2ម៉ោងអីចឹងណាកន្លែងនេះមីញ៉ង់កន្លែងនេះរាប់ចំនួនមនុស្សឧទាហរណ៍មនុស្សម្នាក់សារ៉ាំហាន់មីញ៉ង់មនុស្សម្នាក់អញ្ចឹងពុនកន្លែងនេះរាប់ចំនួនមនុស្សដែរប៉ុន្តែរាប់ចំនួនមនុស្សចាស់ឧទាហរណ៍អាប៉ូជីអូម៉ូនីអញ្ចឹងណាគេប្រើពុនហ្នឹងហើយព្រោះជាមនុស្សចាស់គេអត់ប្រើមីញ៉ង់នេះទេគេប្រើពុននេះដើម្បីជាការគួរសមពាក្យគួរសមគេប្រើពុនរាប់ឧទាហរណ៍រាប់បុគ្គលិកប៉ុន្តែគេរាប់ភ្ញៀវគេណាថាឧទាហរណ៍ភាគច្រើនយើងចូលទៅហាងអីមួយអញ្ចឹងទៅគេសួរយើងមកម៉ានាក់គេអត់ប្រើពាក្យមីញ៉ង់នេះទេអ្នកធ្វើការហ្នឹងគេសួរយើងđểប្រើពាក្យពុននេះថាអញ្ជើញមកម៉ានាក់យើងប្រើពុនហ្នឹងហើយអញ្ចឹងពុនកន្លែងហ្នឹងក៏បកថាអ្នកដែរប៉ុន្តែគ្រាន់តែថាជាពាក្យគួរសមជាងមីញ៉ង់នេះពាក្យទូទៅគ្រឹតកន្លែងនេះយើងរាប់ចំនួនចានមួយចានពីរចានហាន់គ្រឹតធូគ្រឹតអីហ្នឹងចំនួនចានយើងត្រូវចេះចំនួនអស់ហ្នឹងដែរបងប្អូនខុងគីកន្លែងនេះគឺរាប់ចំនួនចានដែរប៉ុន្តែចានបាយកន្លែងនេះគឺឆារូកន្លែងនេះរាប់ចំនួនដើមណាមួយដើមពីរដើមតែមិនមែនដើមឈើទេគឺឧទាហរណ៍ខ្មៅដៃមួយដើមប៊ិចមួយដើមហ្នឹងគឺគេប្រើរាប់ឆារូដើមអីដែលតូចណាឧទាហរណ៍សាប់ហាន់ឆារូមានប៉ែលមួយដើមនិយាយទៅប៉ែលវាតូចដែរអញ្ចឹងគេអាចប្រើពាក្យឆារូនឹងបានអីប្រភេទអីក៏ដោយឲ្យតែយើងមើលទៅវាដើមដែរប៉ុន្តែយើងរាប់ដើមតូចអានេះឆារូនេះអត់អាចរាប់ដើមឈើបានទេទោះបីដើមឈើតូចក៏ដោយបើរាប់ដើមឈើគឺមានពាក្យគេណាគឺពាក្យខឺរូដូចគ្នាមួយឆារូបាទរាប់ដើមឈើគឺខឺរូអញ្ចឹងខឺរូកន្លែងនេះរាប់ចំនួនដើមឈើឧទាហរណ៍ណាមូហាន់អីគេហាន់ខឺរូមានន័យថាដើមឈើមួយដើមណាមូធូខឺរូដើមឈើពីរដើមទៅអញ្ចឹងអាខឺរូកន្លែងនេះគឺរាប់ចំនួនដើមឈើអញ្ចឹងពាក្យថាដើមឈើណាមូហើយវាមានដើមអីផ្សេងទៀតណាបងប្អូន
ចឹងឲ្យតែប្រភេទដើមឈើយើងគឺប្រើ kuru សម្រាប់រាប់ហ្នឹងចឹងពាក់ព័ន្ធvớiពាក្យកលឹះទាំងអស់នេះបងប្អូនគួរតែកត់វាហើយនឹងទន្ទិញវាចាំផងដែរអរគុណហើយជួបគ្នានៅវីដេអូក្រោយ